នៅពេលដែលកលុកបណ្ឌិតកំពុងតែបរិភោគអាហារស្ដេចបំផ្លាញឈ្មួតនោះក៏ចាត់ឃ្នំបម្រើឲ្យយកអណ្ដើកមាសមួយទៅលាក់ក្នុងសំពៅពួកបរិវារក៏ទៅចាប់បានសារិកាយកមកថ្វាយស្ដេចបញ្ជាឲ្យដករោមម្ដងមួយរួចសឹមឲ្យវាសម្លាប់បរិវារញាក់សម្លាប់សារិកានោះព្រងនឹងប្រឡាក់អាំងស៊ីតែភ្លេចយកអំបិលមកក៏ទុកសារិកានោះនៅកន្លែងមួយហើយរត់ទៅយកអំបិលមកសារិកានោះមិនទាន់ស្លាប់ទេគ្រាន់តែសន្លប់លុះភ្ញាក់ស្មារតីដឹងខ្លួនឡើងក៏ខំលោតចូលទៅពួនក្នុងរន្ធគល់ឈើមួយនៅក្បែរនោះណែសាមណែរនៅទន្ទិញធរដល់ណាទៀតម្ដេចមិនទៅប្រាក់អាចារ្យឲ្យប្រមូលគ្នាមកធ្វើបុណ្យភ្នំស្រូវតាន់អញតថាគតនៅកាលដែលកន្លងទៅហើយមានបុរសម្នាក់ឈ្មោះកលុកបណ្ឌិតនិងស្ត្រីម្នាក់ឈ្មោះនាងនុកនៅក្នុងភូមិជាមួយគ្នាកាលនៅវ័យក្មេងនៅឡើយអ្នកទាំងពីរនាក់នេះតែងលេងជាមួយគ្នាជាធម្មតាថ្ងៃមួយអ្នកទាំងពីរនាក់ក៏នឹកភ្នឹកនិយាយអំពីអនាគតនិងបំណងរបស់ខ្លួនណែនាងនុកអញបើនឹងយកប្រពន្ធទាល់តែស្រីនោះចេះគោរពអញតាមករណីកិច្ចជាភរិយាហើយបើកាលណាអញទៅងូតទឹកកំប៉ុងស្រីនោះត្រូវកាន់សម្ពុតងូតតាមទៅឲ្យអញដល់កំប៉ុងទើបអញយកធ្វើជាប្រពន្ធបងអើយខ្ញុំក៏មានចិត្តគិតដូចបងដែរបើបុរសណាកាន់សម្ពុតងូតខ្ញុំទៅដល់កំប៉ុងទឹកហើយបំរើខ្ញុំគ្រប់បែបយ៉ាងទើបខ្ញុំយកធ្វើជាប្តីរំលងពីនោះបន្តិចមកកលុកបណ្ឌិតក៏ដល់អាយុចូលបួសក្នុងព្រះពុទ្ធសាសនាលុះឆាកសិក្ខាបទមកវិញនាងនុកនោះក៏មិនទាន់មានប្តីម្ដាយឪពុកកលុកបណ្ឌិតក៏ទៅស្ដីដណ្ដឹងនាងមកធ្វើជាប្រពន្ធកូនខ្លួនឲ្យបាននៅរួមសុខទុក្ខជាមួយគ្នាតទៅកលុកបណ្ឌិតស្រឡាញ់ថ្នមប្រពន្ធណាស់មិនដែលឲ្យសៅមងអ្វីឡើយនាងនុកក៏បម្រើប្តីតាមករណីកិច្ចរបស់ខ្លួនដែរថ្ងៃមួយប្តីប្រពន្ធនាំគ្នាទៅងូតទឹកញឹងនុកនឹកឃើញពាក្យដែលខ្លួនបាននិយាយលេងនឹងគ្នាកាលពីក្មេងលុះងូតរួចក៏ឡើងត្រឡប់ទៅផ្ទះមុនប្តីធ្វើជាផ្លេតក្រមាកលុកបណ្ឌិតឃើញប្រពន្ធផ្លេតក្រមាងូតទឹកខំស្រែកប្រាប់នាងនុកប្រាប់ទៅវិញថាបងកាន់យកមកឲ្យខ្ញុំផងកលុកបណ្ឌិតក៏កាន់យកក្រមាងូតទឹករបស់ប្រពន្ធទៅផ្ទះទៅដល់ផ្ទះហើយនាងនុករៀបបាយទឹកជូនប្តីបរិភោគរួចស្រេចពេលជួលដំណេកសំណេះសំណាលពីនេះពីនោះនាងនុកក៏និយាយចំអន់ប្តីលេងថាណែបងភ្លេចហើយឬនៅកាលយើងនៅពីក្មេងទាំងអស់គ្នាខ្ញុំបាននិយាយនឹងបងថាបើខ្ញុំយកប្តីទាល់តែប្តីនោះបំរើហើយកាន់ក្រមាងូតទឹកឲ្យខ្ញុំទើបខ្ញុំយកជាប្តីឥឡូវនេះខ្ញុំបានប្តីកាន់ក្រមាងូតទឹកឲ្យមែនសំតាបំណន់របស់ខ្ញុំហើយកលុកបណ្ឌិតស្ដាប់ប្រពន្ធនិយាយដូច្នោះនឹកឃើញរឿងដើមក៏កើតសេចក្តីខ្មាស់អៀននឹងពាក្យប្រពន្ធនឹកក្នុងចិត្តថាមិនគួរចាញ់ប្រៀបមនុស្សស្រីសោះហើយក៏ឈប់និយាយលេងតទៅទៀតប្រពន្ធមិនដឹងជាប្តីអន់ចិត្តនឹងសម្ដីខ្លួនក៏និត្រាលួកទៅកលុកបណ្ឌិតក៏លបលួកយកសំពៅមួយធ្វើដំណើររត់ចេញខាងយប់លក់ព្រឹកឡើងទៅដល់នគរមួយដែលមានស្ដេចសោយរាជមាននាមថាស្ដេចបង្ផ្លានឈ្មួនលក់ដឹងថាមានសំពៅមួយមកចតនៅតំបន់ខ្លួនស្ដេចនោះត្រេកអរណាស់ទើបប្រៅសេនារៀបភោជនាហារជប់លៀងកលុកបណ្ឌិតជានាយសំពៅដោយចាត់ឲ្យមានមនុស្សបម្រើពុំមានចន្លោះទ្រង់សំណេះសំណាលរាក់ទាក់នឹងនាយសំពៅហើយខ្វាត់ឲ្យនាយសំពៅនៅកំសាន្តបាន 2-3 ថ្ងៃសិននៅពេលដែលកលុកបណ្ឌិតកំពុងតែបរិភោគអាហារស្ដេចបំផ្លាញឈ្មួតនោះក៏ចាត់ឃ្នំបម្រើឲ្យយកអណ្ដើកមាសមួយទៅលាក់ក្នុងសំពៅ2-3 ថ្ងៃក្រោយមកកលុកបណ្ឌិតក៏ឡើងទៅក្រាបបង្គំលាស្ដេចចេញដំណើរទៅទៀតស្ដេចនោះស្រាប់តែចោទប្រកាន់កលុកបណ្ឌិតថាណែមានួបយើងរាប់អានស្រឡាញ់ឯងខួតឯងឲ្យនៅកំសាន្តបាន 2-3 ថ្ងៃមិនគួរឯងមានកំណត់អាក្រក់មកលួចទ្រព្យសម្បត្តិដែលជាគេមកដកយើងទៅសោះឯងចិនទៅមិនតាន់បានទេចាំយើងរើរកមើលទ្រព្យយើងសិនកលុកបណ្ឌិតមិនដឹងកាលស្ដេចបំផ្លាញឈ្មួញក៏ទូលតបថាសូមចាត់បំរើឲ្យរើមើលចោះបើឃើញទ្រព្យអ្វីជារបស់ព្រះអង្គពិតប្រាកដខ្ញុំព្រះអង្គសូមនៅជារាជបំរើហើយប្រគល់ទាំងសំពៅនិងអ៊ីវ៉ាន់ដែលផ្ទុកក្នុងនោះទាំងប៉ុណ្ណានថ្វាយព្រះអង្គទៀតស្ដេចបំផ្លាញឈ្មួញក៏ចាត់បំរើឲ្យរើភ្លាមលុះឃើញអណ្ដើកមាសហើយក៏រឹបអូសយកសំពៅព្រមទាំងរបស់ទ្រព្យរួចដាក់កលុកបណ្ឌិតជាបំរើតាមកិច្ចសន្យាថ្
ក្លៃពីនាងនក់ព្រឹកឡើងរកប្តីមិនឃើញក៏ឆាឡូចាត់បំរើឲ្យដើររកលោកដឹងថាបាត់សំប៉ៅមួយតើបនាងយល់ចាក់ថាប្តីច្បាស់ជារត់ចោលនាងហើយព្រោះតែពាក្យសម្ដីដែលនាងនិយាយចំអន់លេងពីល្ងាចនោះនាងនក់ក៏រៀបចំអ៊ីវ៉ាន់ដាក់សំប៉ៅធ្វើដំណើរចិនទៅតាមប្តីដោយរកទាំងសារិកាដែលនាងចិញ្ចឹមទៅថងលុះទៅដល់នគរស្ដេចបំផ្លាញឈ្មួញនាងក្រឡេកទៅឃើញស្គាល់ជាសំពៅប្តីនាងទើបនាងខំគុនរកមើលប្តីតែមិនឃើញសោះព្រោះគេចាត់ឲ្យទៅធ្វើការនៅទីដទៃឆ្ងាយនាងក៏សុំចតនៅទីនោះសិនចាំសួរការមើលឯស្ដេចទុច្ចរិតកាលឃើញសំពៅពោពេញទៅដោយទំនិញផ្សេងមកដល់ទៀកនឹកក៏ធ្វើលេចដូចមុនលុះដល់នាងនិងបរិវារចិនទៅទទួលការជប់លៀងរបស់ស្ដេចពួកអៀតបំរើក៏យកអណ្ដើកមាសទៅលាក់ដូចមុនទៀតប៉ុន្តែសារិកាដែលធំនៅលើដងក្តោងខ្ពស់បានឃើញការពុំគួរទាំងអស់លុះម្ចាស់វិលមកវិញវាក៏ប្រាប់តាមដំណើរដែលឃើញនាងក៏ចាត់បំរើឲ្យយកអណ្ដើកទៅចង់ពន្លត់ក្នុងទឹកភ្លាមនៅយូរថ្ងៃគុនមើលប្តីមិនឃើញនាងក៏ឡើងទៅលាស្ដេចដើម្បីចេញដំណើរទៅទៀតស្ដេចបំផ្លាញឈ្មួញក៏តាំងចោទនាងដូចលើកមុនទៀតនាងនោះសន្យានឹងស្ដេចថាបើកាលណារកទៅឃើញអ៊ីវ៉ាន់របស់ស្ដេចនៅក្នុងសំពៅនាងសុកចាត់ថ្វាយជីវិតនឹងសំពៅព្រមទាំងរបស់ដែលផ្ទុកក្នុងសំពៅជាភ័ព្វឡដល់នាងស្ដេចនោះក៏ថ្លៃព្រះឱស្ថាបដិញ្ញានឹងនាងថាបើកាលណារកទៅមិនឃើញរបស់ទ្រព្យអ្វីនៅក្នុងសំពៅនាងទេស្ដេចសុកចិត្តផ្ទេររាជសម្បត្តិនិងខ្ញុំកំដរទាំងអស់ឲ្យនាងនិយាយខកខិតនឹងខ្ញុំរួចហើយស្ដេចក៏ចាត់បំរើឲ្យចុះក្នុងសំពៅភ្លាមតែពុំឃើញអណ្ដើកមាសនោះសោះទើបសុកចិត្តផ្ទេររាជតាមពាក្យបដិញ្ញានាងនោះមិនព្រមទទួលរាជនោះទេនាងសុំយកតែសំពៅផ្លាមដែលផ្ទុកដោយទំនិញពេញនិងសុំរើញាក់បំរើម្នាក់ខណៈនោះស្ដេចក៏សុកចិត្តធ្វើតាមហើយក៏ទ្រង់បង្កាប់ឲ្យប្រជុំខ្ញុំកំដរដែលចាត់ទៅទាំងចិត្តឆ្ងាយឲ្យចូលមកដើម្បីនាងរើសពេលនោះនាងក៏បានឃើញប្តីស្លៀកពាក់អាវកណ្ដោចកណ្ដាច់ស្ទើរតែមើលមិនស្គាល់ទើបនាងទូលស្ដេចថាសុំយកមនុស្សបំរើម្នាក់គឺកលោកបណ្ឌិតនេះឯងហើយទើបចាត់ឲ្យជូនអ៊ីវ៉ាន់ដាក់ពេញសំពៅទាំងប៉ាមនាងកលោកបណ្ឌិតលុះឃើញប្រពន្ធមកតាមជួយខ្លួនឲ្យរួចអំពីទុកទោសត្រេកអរពុនពេកក៏សុំឲ្យនៅលេងទីនោះមួយយប់ទៀតនិយាយពីស្ដេចទុច្ចរិតលុះធ្វើការមិនបានសម្រេចដោយបំណងកើតក្តៅក្រហាយមិនអស់ចិត្តក៏ហៅបរិវារដែលយកអណ្ដើកមាសទៅលាក់មកសួរបញ្ជាក់បរិវារបង្កុំទូលថាកាលដែលខ្ញុំព្រះអង្គយកទៅលាក់គ្មានឃើញអ្នកណាទេឃើញតែសត្វសារិកាមួយធំលើដងក្តោងឮតែប៉ុណ្ណោះស្ដេចផាលក៏យល់ការទើបបង្កាប់ឲ្យទៅបញ្ឆោតចាប់សារិកានោះមកសម្លាប់ចោលពួកបរិវារក៏ទៅចាប់បានសារិកាយកមកថ្វាយស្ដេចបញ្ជាឲ្យដករោមម្ដងមួយរួចសឹមឲ្យវាសម្លាប់បរិវារញាក់សម្លាប់សារិកានោះព្រងនឹងប្រឡាក់អាំងស៊ីតែភ្លេចយកអំបិលមកក៏ទុកសារិកានោះនៅកន្លែងមួយហើយរត់ទៅយកអំបិលមកសារិកានោះមិនទាន់ស្លាប់ទេគ្រាន់តែសន្លប់លុះភ្ញាក់ស្មារតីដឹងខ្លួនឡើងក៏ខំលោតចូលទៅពួនក្នុងរន្ធគល់ឈើមួយនៅក្បែរនោះបរិវារដែលរត់ទៅយកអំបិលលុះត្រឡប់មកវិញរកសារិកាមិនឃើញក៏ហីទៅរីឯកឡុកបណ្ឌិតនិងនាងណកលុះរៀបចំដំណើរចេញទៅរកសារិកាមិនឃើញក៏ប្រើបំរើឲ្យដើររកតែមិនឃើញទៀតទើបចាត់ការចេញសំពៅទៅចំណែកឯសត្វសារិកាដែលពួននៅក្នុងរោងឈើនោះលុះយប់ស្ងាត់ឃើញស្ដេចកណ្ដុកសមួយចេញដើររកអាហារក៏សាកសួរគ្នាហើយសូមឲ្យកណ្ដុកសជួយកែរោងមួយសម្រាប់នៅបណ្ដោះអាសន្នទំរាមដោះរោមពេញនិងបានសងគុណឲ្យគប់ចាត់ស្ដេចកណ្ដុកសក៏ព្រមមួយខែកំឡុងមកសារិកាក៏ដោះរោមពេញដូចដើមហើយគិតរកមធ្យោបាយសងគុណគេវិញទើបនិយាយទៅកាន់ស្ដេចកណ្ដុកសថាសូមលោកជួយកែរោងមួយទៅដល់វត្តហើយធ្វើរន្ធបង្ហួយចិនតាមព្រះអស្ថាព្រះជាបរធំក្នុងព្រះវិហារឲ្យមានប្រឡោះល្មមបញ្ចេញសំឡេងបានស្ដេចកណ្ដុសក៏ទទួលធ្វើតាមលុះធ្វើស្រេចហើយសារិកាក៏ចូលទៅនៅសំងំចាំលុះឃើញសាមណេរមួយអង្គចូលទៅតន្ទិញធម៌នៅក្នុងព្រះវិហារនោះវាក៏បញ្ចេញសំឡេងខ្លាញ់ធ្វើជាព្រះចេះនិយាយថាណែសាមណេរនៅតន្ទិញធម៌ដល់ណាទៀតម្ដេចមិនទៅប្រាក់អាចារ្យឲ្យប្រមូលគ្នាមកធ្វើបុណ្យភ្នំស្រូវតាន់អញតថាគតនៅសាមណេរឮដូច្នោះភ័យណាស់រត់ទៅពេទ្យលោកគ្រូចៅអធិការមកមើលលក់លឺពាក្យដដែលមែនក៏ចេញដោយធួងស្កហៅអ្នកស្រុកឲ្យប្រជុំគ្នាធ្វើបុណ្យភ្នំស្រូវកំណត់ចិត្តថ្ងៃអ្នកស្រុកនាំគ្នារែកស្រូវនំណែកផ្លែឈើផ្សេងទៅចាក់កធាក្នុងព្រះវិហារហើយធ្វើពិធីបុណ្យតាមលំនាំសាសនាយ៉ាងអឹកធឹក
សត្វសារិកាបានឱកាសហើយក៏ទៅប្រាប់ស្ដេចកណ្ដុរសថាចូលលោកនាំគ្នាទៅជញ្ជូនគ្រឿងសម្រាប់បរិភោគនោះមកទុកដាក់បម្រុងជាស្បៀងចុះខ្ញុំសុំលាលោកទៅរកម្ចាស់ខ្ញុំហើយក្រោយពីនោះមកតែដល់ថ្ងៃខួបនោះអ្នកស្រុកក៏ចេះតែនាំគ្នាធ្វើបុណ្យភ្នំស្រីជាប់ជាទំនៀមរហូតមក